គ្មានទីជម្រកស្គាល់តែកំណត់សម្រាប់គ្មានអ្នកណាគេយល់ទេក្រោយពីការមើលងាយម៉ាក់ប៉ាព្រៀងអាទិត្យដ៏សែនក្តៅរស់ក្រោមពន្លឺថ្ងៃក្រោមមេឃតែមួយជើងឈរលើដីទឹកភ្នែកមួយដំណក់ស្រែកតវ៉ាលោកីប្តេជ្ញាបង្កើតខ្ញុំហើយគេមិនអោយតម្លៃខ្ញុំមានសំណួរមួយចង់សួរទៅមេឃតើរាល់ថ្ងៃនេះខ្ញុំមានឪពុកទេខ្ញុំមានម៉ែទេតើគាត់នៅទីណាបើបានឮហើយជួយទៅប្រាប់គាត់ថាកូនគាត់ម្នាក់នេះរស់នៅសែនឈឺផ្សាហៅគាត់ទាំងយប់ទាំងថ្ងៃតើគាត់នៅទីណាប្តេជ្ញាបង្កើតកូនហើយទុកឲ្យកូនឯការស់នៅម្នាក់